ផឹកឡើងដាក់ចំណីមាន់បាចឲ្យមាន់ស៊ីចឹងទៅបងប្អូនមានសัตว์ក៏ដាក់សัตว์ឲ្យវាហូបចឹងទៅគេហៅថាមេភ្លៀងប៉ុន្តែខែនេះគឺអត់មានមេភ្លៀងទេក៏បាញ់កហើយនេះគឺជាអន្សមដែលសល់ពីម៉ែគាត់វិចតាំងតែពីថ្ងៃភ្ជុំមកបងប្អូនម៉ែគាត់ឆ្អាលបន្ទាប់មកក៏ចាប់ផ្ដើមកាត់ហូបចឹងទៅបងប្អូនហូបធ្រាប់ពោះដើម្បីទៅដើរមើលចកាចេកនៅក្នុងចកាចេកដើម្បីកាប់តយងចេកចឹងណាបងប្អូនហើយមកមើលតលងនេះក៏ល្អដែរបងប្អូនអើយម៉ែគាត់ដាំយូរហើយជាពិសេសដើរទៅមកឃើញខ្មៅដែលម៉ែដាំនៅក្នុងចកាចេកនិយាយពីថាវាដុះល្អខ្លាំងតែម្ដងបងប្អូនហើយតយងចេកនេះក៏ល្អដូចចិត្តទៀតបងប្អូននិយាយពីថាយកមកញ៉ាំឆ្ងាញ់ខ្លាំងមែនតើបងប្អូនដែលញ៉ាំតយងចេកអត់ហើយបងប្អូនអត់តាន់បានធ្លាប់ញ៉ាំទេបងប្អូនអាចសាកល្បងបានណាហើយតយងចេកនេះមានតាំងពីតយងចេកពងមាន់ស្នាប់មុខណាំវ៉ាចេកតាក់អីក៏មានសពគ្រប់អស់ហើយបងប្អូនឥឡូវនេះចាប់ផ្ដើមមកបង្កាត់ភ្លើងដើម្បីយកងើកអាំងត្រីអញ្ចឹងណាបងប្អូនហើយត្រីនេះទិញពីផ្សារមកបាន1គីឡូកន្លះត្រីតួមួយហើយត្រីជ្រៀតចំនួនកន្លះគីឡូអញ្ចឹងទៅហើយយើងដើរមកផ្សំគ្រឿងបន្លែកាត់តកួនកាត់អីអញ្ចឹងណាបងប្អូនតកួនខែនឹងខែភ្លៀងគឺខែខ្ចីអាលក់ហើយនេះមកកាត់ជីនាងវងកាត់អីអញ្ចឹងហើយបេះស្លឹកជីរណានៅតាមក្រោយផ្ទះហើយឥឡូវនេះយើងមានងើកអាំងហើយគឺយើងចាប់ផ្ដើមដាក់ត្រីរបស់យើងចូលទៅយើងដើម្បីអាំងត្រីឲ្យវាឆ្អិនល្អទៅក្រៀមទៅដើម្បីយើងយកទៅញ៉ាំជាមួយនឹងតយងចេកឥឡូវនេះយើងមកកាត់តកួនជាកង់ដំវាតិចទៅបងប្អូនស្រួលត្រាំទឹកលាងទឹកទៅវាស្អាតវាអស់ជ័រតកួនគឺវាមានជ័រហើយបងប្អូនអញ្ចឹងយើងលាងវាធ្វើម៉េចឲ្យវាស្អាតល្អអញ្ចឹងទៅទឹកចូលដាំទឹកឲ្យពុះដើម្បីយើងត្រៀមនឹងស្លម្ជូរស្រែបងប្អូនម្ជូរត្រីជ្រៀតជាមួយនឹងតកួនណាហើយយើងដាក់ជាមួយនឹងម្អមក៏បានហើយបងប្អូនដាក់ជាមួយនឹងម្រះព្រៅក៏បានដែរឥឡូវនេះគឺតយងចេកបានបកសបកវាជាសតបដល់ខ្ចីយើងចាប់ផ្ដើមយកកបិតមុខពីមកចិតវាមកបងប្អូនសាប់វាឲ្យវាស្ដើងបែបហ្នឹងណាធ្វើជាដូចលបាយអញ្ចឹងបងប្អូនលបាយនំបញ្ចុកណាឥឡូវរួចរាល់ហើយយើងចាប់ផ្ដើមមកដាក់ស្លវិញម្ដងបងប្អូនចំពោះម្ហូបខ្មែរនេះគឺស្លម្ជូរអត់ដែរចោលទេជាមួយនឹងប្រហុកបងប្អូននិយាយពីថាដាក់ប្រហុកមកគឺឡើងឈ្ងុយតែម្ដងហើយជាពិសេសថ្ងៃខ្លះក៏មានខ្ញុំឃ្លានជាមួយនឹងប្រហុកផ្ទាល់តែម្ដងបងប្អូននិយាយពីថាច្រាមចុចជាមួយនឹងប្រហុកកសាំងអូយឆ្ងាញ់ខ្លាំងមែនតែនបងប្អូនឥឡូវនេះយើងដាក់តកួនដាក់អីចូលដាក់គ្រឿងដាក់អីទៅគឺរួចរាល់ហើយបងប្អូនបានសម្លម្ជូរស្រែដែលមានរសជាតិឈ្ងុយឆ្ងាញ់ចំនួន1ឆ្នាំងតែម្ដងហើយបងប្អូនកុំភ្លេចមកហូបបាយថ្ងៃត្រង់ជាមួយនឹងញោមទាំងអស់គ្នាបងប្អូនឥឡូវនេះយើងមកលាងបន្លែចុចប្រហុកហើយបន្ទាប់មកយើងចាប់ផ្ដើមរៀបចំការញោមតែម្ដងបងប្អូនដាក់បន្លែទៅយងចេកហើយបេះត្រីទៅបងប្អូនចិត្តនឹងហើយចិត្តស្អីនឹងហើយចុះពោះក្រូចឆ្មាវិញបងប្អូននិយាយពីថាក្លិនឡើងឈ្ងុយពេលដែលត្រូវជាមួយនឹងញោមដាក់ប្រហុកទៅបងប្អូនហើយយើងដាក់អំបិលស្ករប៊ីចេងម្សៅរ៉ូឌីបន្តិចទៅហើយច្របាច់ក្រូចឆ្មាដាក់ម្ទេសចូលបន្តិចទៅបងប្អូននិយាយពីថាក្លិនឡើងឈ្ងុយហើយគឺឆ្ងាញ់តែម្ដងបងប្អូនហើយឥឡូវនេះគឺឃើញថារួចរាល់ជាការស្រេចហើយក៏ហៅម៉ែមកភាសាបាយបងប្អូនហើយជាពិសេសម៉ែគាត់ទៅសារថាសម្លម្ជូររបស់ខ្ញុំគឺក្លិនឈ្ងុយហើយនឹងមានរសជាតិជូរឆ្ងាញ់ល្មមបងប្អូនហើយញ៉ាំក៏ឆ្ងាញ់ដែរបងប្អូនទាំងអស់គ្នាអញ្ចឹងអរគុណសម្រាប់ពុកម៉ែបងប្អូនដែលចូលមើលវីដេអូរបស់បងប្អូនហើយកុំភ្លេចជួយចុចជាវដាក់សញ្ញាកណ្ដឹងឲ្យ Channel YouTube បងប្អូនម្នាក់មួយផង